เรื่องปีศาจซีมนูฮันเนสมาថ្ងៃនេះឯងសុខសប្បាយជាទីនឹងចំមិនតែឆ្អីសុខសប្បាយជាធម្មតាទីពើអើយបន្ទាប់ពីធ្វើកិច្ចការងាររួចខ្ញុំមិនឆ្លៀតមកដាក់មកតយពីតយលេងទៅនឹងហើយពូទៅណាមកណាដែរចូលមកនេះសិនមកដាក់មកតយពីតយជាមួយខ្ញុំតិចសិនទៅឯពូទីក្មួយពូមិនចេះផឹកផងឯងផឹកម្នាក់ឯងទៅតែកុំដាក់ច្រើនពេកណាក្មួយតិចបានហើយសម្រាប់សុខភាពគឺបានហើយណាបើញ៉ាំច្រើនពេកប្រយ័ត្នទៅធ្វើការមិនកើតណាម្នេះទីពូខ្ញុំមិនផឹកច្រើនទេខ្ញុំផឹកម្ដងតិចហើយផឹកម្ដងមួយកែវទេហើយចឹងឯងផឹកអស់ប្រមាណកែវហើយតិចតួចទីពូអើយលោកពូខ្ញុំទើបតែផឹកអស់20កែវទេប្រហែលជា5លីត្រអីហ្នឹងផឹកម្នាក់ឯងប៉ណ្ណឹងស៊ីផុយចេះតែជីលេងសើចទៅកើតនេះបើផឹកម្លឹងមិនធ្លីពូវិនធ្លីកាពះទៅហើយទីអីក្មួយបាទលោកពូពេលវាធ្លីអស់ហើយវាគង់តែឈប់ខ្លួនឯងទេក៏មិនរំអីលោកពូអើយអានេះប្រាប់វាឲ្យល្អវាបែរជាមិនលេងសើចចឹងទៅវិញបើចាំតែមើលទេពេលដែលធ្លីកាពះតាំងអាស្រែកឲ្យគេជួយណ៎ហើយចុះពូទៅហើយកុំញ៉ាំច្រើនពេកណាទុកពេលមើលថែសុខភាពផងទៅលោកពូសៃទៅមកលោកពូសៃទៅមកពីណានឹងបានជាមកដល់ផ្ទះរបស់ក្មួយពូដើរកាត់ទីនេះឃើញសុំកំពុងតែផឹកហើយក៏មកប្រាប់ថាកុំឲ្យគេនេះផឹកច្រើនពេកនឹងណាក្មួយពូអើយកុំថាឲ្យគាត់អីគាត់តែប៉ុណ្ណឹងទៅហើយប្រដៅមិនដល់ស្ដាប់ទេតែងំម្ដងដឹងតែរឿងអស់មួយជីវិតហើយនឹងនេះអ្នកណាបងអ្នកណាប្អូនវ័យនិយាយសុទ្ធតែប្រដៅយើងជាបងឯងបងនឹងហើយបានជាខ្ញុំប្រដៅនឹងណាកុំពិសាសារៈច្រើនពេកនាំឲ្យខូចសុខភាពយើងមានតែពីរអ្នកបងប្អូនទេបើបងមិនទៅឲ្យខ្ញុំគិតយ៉ាងម៉េចក្មួយសាននិយាយត្រូវណាបើម្ដងមកកាលវាមិនអីទេតែបដារាល់ថ្ងៃចឹងណាសំបីតែគ្រឿងដែកក៏ទុកវាមិនជាប់ដែរលុះស្អែកឡើងហើយថ្ងៃនេះដូចជាចង់វិលមុខហើយចុកពូណាក់យោយអាមិនចេះមិនកើតទេទៅរកពេទ្យស្នៃទៅបានថ្ងៃនេះដូចជាស្ងាត់ម្ល៉េះមួយរយៈនេះដូចជាមិនឃើញភ្លៀងសោះហើយមែនហើយមីបើស្ងាត់ម្លឹងតើយើងបាត់ចំណៃឯណាទៅឆៃទៅមីមិនអីទេចាំមិនទៅទៀតទៅកុំទាន់អាលភ័យអីណាអូយតែពូរបស់ខ្ញុំកោហើយណាមីខានបានចំណៃមួយឆ្នាំហើយនោះមានមនុស្សមកហើយណាមីមកហើយនិយាយដើមនឹងហើមដល់ឆាប់នាំគ្នាទៅរៀបព្រឹកភ្លាមទៅកុំឲ្យបងអងយូរលោកគ្រូពេទ្យជួយខ្ញុំផងលោកគ្រូពេទ្យជួយខ្ញុំផងទៅបងសម្រាប់លើក្រែនេះសិនមកបងកុំតណានិយាយតើបងមានអាក្រក់ជាមិនដែរទៅថ្ងៃនេះដូចជាចង់វិលមុខហើយចុកពូណាក់យោយអាមិនចេះមិនអីទេកុំបារម្ភអីណាចាំយើងជួយព្យាបាលសម្រាប់សិនទៅណាបងណាម្នេះទីកំរំអីចាំពេទ្យជួយពិនិត្យនិងព្យាបាលបងសម្រាប់សិនទៅណាដោយចុកពោះខ្លាំងពេកសំក៏សម្រាប់លើក្រែតែធ្ងោតិចរួចហើយក៏ដេកលក់បាត់ទៅឃើញដេកនោះហើយបីសាច់ក៏ចេញមកក្បែរ
ពេលនេះជាពេលរបស់ជើងហើយកុំបងអងជូចាត់ការតែម្ដងទៅ អុយបិសាចជួយផងបិសាចអុយកុំសម្លាប់ខ្ញុំអីនេះ ក្រោយពីបាត់បង់ប្រុសយូនាងសានក៏ចេញទៅរកព្រោះតែឃើញផឹកនៅផ្ទះមិនដែលចេញទៅណាឡើយក្រោយពីធ្វើការរួចរាល់លោកពូមានឃើញបងខ្ញុំទេខ្ញុំបាត់គាត់មកជប់ហើយមិនឃើញគាត់មកផ្ទះវិញសោះ វាទៅផឹកស៊ីនៅផ្ទះខ្លាវាទៅដឹងឲ្យក្មួយរកមើលឲ្យសពសិនទៅក្រែងលុយជួបណា គាត់មិនដែលចឹងទេណាពូគាត់ផឹកច្រើនមែនប៉ុន្តែការងារធ្វើមិនដែលខានទេបើតែណាមកណាគាត់តែងតែប្រាប់ឲ្យខ្ញុំដឹងជានិញម្ដងនេះពិតជាចម្លែកណាស់ប៉ុន្តែគាត់បាននិយាយប្រាប់ខ្ញុំថាព្រឹកមិញនេះគាត់មិនស្រួលខ្លួនទេ ម្នៃទីចាំពូជួយរកជាមួយឯងចុះណា ក្រោយពីស្រស់ស្រួលគ្នាហើយពីរអ្នកពូក្មួយក៏បានដើររកសំរហូតទៅដល់កន្លែងបិសាចដែលរស់នៅ សួស្ដីលោកគ្រូពេទ្យតើលោកគ្រូពេទ្យបានឃើញមនុស្សប្រុសប្រមឹកម្នាក់មកសម្រាប់ព្យាបាលនៅទីនេះដែរទេនឹងអូសូមលពូហើយនឹងប្អូនស្រីចាំមកផ្លែតខ្ញុំសួរជំនួយការខ្ញុំសិនព្រោះគាត់ជាអ្នកមើលថែអ្នកជំងឺបាទអរគុណហើយលោកគ្រូពេទ្យ ដោយចាំយូរពេកនិងបារម្ភពីបងប្រុសផងនាងសានក៏ឲ្យពូសាយអង្គុយចាំសិនហើយនាងទៅសួរគ្រូពេទ្យដោយខ្លួនឯងលោកម្ចាស់ពេលនេះយើងមានចំណីឆ្ងាញ់មករកដល់កន្លែងទៀតហើយតើយើងគួរចាត់ការយ៉ាងម៉េចល្អទៅម្ដងនេះពិតជាផ្អែមមាត់ហើយពីមុនណាសាច់មនុស្សប្រមឹកម្នាក់នោះជូហើយក៏ក្លិនស្រាលឡើងហួង បើគុំតែអត់អីឆៃទេណាកុំអីបោះពីចោលបាត់ទៅហើយចាត់ការតាចាស់នោះព្រោះសាច់រឿងស្វិតបន្តិចហើយបន្ទាប់មកគឺចាត់ការក្មេងស្រីម្នាក់នោះចាត់ទុកថាជាបង្អែមលឹងមាត់របស់ពួកជើង ហាពួកគេគឺជាបិសាញអញ្ចឹងបានន័យថាបងប្រុសរបស់ខ្ញុំច្បាស់ជាត្រូវពួកវាសម្លាប់ជាមិនខានទេនៅទេមិនបាត់ទេត្រូវទៅនាំពូរត់ទៅសិនហើយ ទើបមកពីណាមិនក៏តែហេបទៅហូបម្លេះក្មួយ លោកពូយើងនៅទីនេះទៀតលេចបាត់ហើយណាបញ្ញាប់រត់ទៅឥឡូវនេះពួកនេះសុទ្ធតែជាបិសាចទាំងអស់មិនមែនជាមនុស្សទេ មិនអញ្ចឹងពូមើលមិនដឹងទេ កុំអាននិយាយណាពូឆាប់រត់យករួចខ្លួនសិនទៅក្រែងមិនទាន់ណា តោះអញ្ចឹងទៅក្មួយចំណីម្ដងមាត់ហើយបាយជាឲ្យពូគីរត់បាត់ អូយគួរឲ្យស្ដាយមែនលោកម្ចាស់ហើយប៉ុន្តែមិនអីទេមានពេលច្រើនទៀតព្រោះជើងក៏ទើបតែឆៃរួចហើយដែរពេលទៅដល់ភូមិវិញពួកគេក៏បានយកគ្រឿងនេះទៅប្រាប់អ្នកភូមិមានអ្នកខ្លះជឿហើយអ្នកខ្លះទៀតក៏មិនជឿដែរ ពូជឿនិយាយគឺសុទ្ធតែជាការពិតកន្លែងនោះគឺជាកន្លែងបិសាចមែនណាកុំនាំគ្នាទៅកន្លែងនោះអីក្រែងលោមានគ្រោះថ្នាក់ណាតាំងពីដើមមកភូមិយើងគឺសក់សានមិនដែលល្បីអារឹកខ្មោចព្រីបិសាចអីនោះទេកុំមកបន្លាចពួកយើងមិនជឿទេពូសានអើយ ពិតមែនណាបងឆយខ្ញុំបានឃើញផ្ទោភ្នែកពេលដែលខ្ញុំកំពុងតែរកបង្សំយើងបានទៅដល់ទីនោះហើយលឺវានិយាយថាបានសម្លាប់បងប្រុសរបស់ខ្ញុំបាត់ហើយ ឲ្យជឿយ៉ាងម៉េចបាទទៅបើបងប្រុសរបស់ឯងសវឹងរាល់ថ្ងៃអត់ថាមិនត្រូវគេវងវិញទៅដល់ផ្លូវវិញស្រេងគេបោកអស់50000ក៏មិនដឹងដែរអាគុំមកភូតពូយើងអី មិនជឿក៏អត់ទេបើចង់ដឹងណាស់ក៏សាក់មើលខ្លួនឯងទៅប៉ុន្តែខ្ញុំប្រាប់ឲ្យហើយណាប្រយ័ត្នបាត់បង់ជីវិតដោយឥតការដោយមិនជឿនឹងពាក្យគេនាយឆយក៏ទៅសាក់លបងដល់កន្លែងស្រាប់តែឃើញអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតម្នាក់អង្គុយបែកខ្នងដោយទ្រាំមិនបាននាយឆយក៏ទៅក្បែរហើយលេបខាយចង់ញ៉ែស្រីស្អាតនោះ អត់ទេស្រីស្រស់តងវង
តៅស្រស់នួនអងជិះកំមុំនៅផ្លូវវែងស្រេងឬមួយក៏កំមុំនៅក្នុងភូមិនេះបងមកទីនេះចង់សឹកដីហើយបើអូនប្រណីបងសុំស្នេហ៍ស្និទ្ធបានទេជីបងមកពីណាពីចាមិនពិនសុំស្រឡាញ់គេហើយចង់មកស្និទ្ធចេញឲ្យឆ្ងាយខ្លាចបែកចិត្តបើបងហ៊ានស្និទ្ធប្រយ័ត្នខ្សែប្រានដោយសារតែគេនិយាយថានៅទីនេះក៏មានបិសាចហើយបូកគោមិនជឿបូកគោបើមើលទៅមកមើលច្បាស់ទើបដឹងថាគេនិយាយកុហកការពុតទៅមិនមែនជាបិសាចទេបិសាចឯណាសាច់សកខ្ចីដូចមណ្ឌលជែកបែបហ្នឹងបើប្រុសសម្លឹងឃើញហើយគឺទ្រាំបានទេច្បាស់ជាបាញ់ជីងចក់ងាប់អស់ហើយថាអូនមានគូហើយឬនៅហើយបើសិនជានៅទីព្រមស្រឡាញ់បងទៅឲ្យអូនបងនឹងចិញ្ចឹមអូនឲ្យមួយខែមីមួយកេះលុយ50000ក៏មកបេបើស្រឡាញ់អូនបងនឹងស្លាប់ព្រមដែរទេហើយបើងាប់ក្នុងដៃស្រីស្អាតដូចជាអូនណាបងព្រមឲ្យតែអូនស្មោះមែនស្មោះនឹងបងបើអញ្ចឹងបងក៏ដើរមកឲ្យចិត្តតិចមកហើយប្រាប់ថាស្រឡាញ់លឺអន់អញ្ចឹងក៏បានបាទបីសាច់ហើយមកថាមិនបីសាច់ទៀតអូយអញហើយអញគេប្រាប់មើលតែមិនជឿអត់ទាន់តែឃើញច្បាស់ចឹងបានជឿអូយមិញប៉ណ្ណឹងស្រឡាញ់អូនបាននៅឯងកុំចង់រស់ស្លាប់ទៅក្រោយពីដឹងថានាយឆយត្រូវបិសាចសម្លាប់ម្នាក់ទៀតអ្នកភូមិក៏បានស្រោះស្រួលគ្នាមកកម្ចាត់បិសាចនឹងចោលដោយបានដុតនឹងកំទេចសម្បុករបស់បិសាចនោះឆេះគ្មានសល់ចាប់តាំងពីពេលនឹងមកអ្នកស្រុកអ្នកភូមិរបស់ពួកគេក៏ចាប់ផ្ដើមមានភាពសុខសាន្តឡើងវិញ